ជម្រាបសួរបងប្អូនទាំងអស់គ្នាចាសូមស្វាគមន៍មកកាន់វីដេអូថ្មីហើយនេះគឺជាសកម្មភាពខ្លះៗដែលនាងខ្ញុំបានរៀបចំចាទទួលទេវតាឆ្នាំថ្មីជាមួយនឹងអ្នកម្ដាយរបស់នាងខ្ញុំឆ្នាំនេះគឺថារៀបចំឲ្យវាយអវ៉ាន់រៀងច្រើនដែរបងប្អូននេះគឺជាផ្កាជាប់ផ្កាលឿងនេះគឺស្អាតខ្លាំងមែនទែនដល់ផ្កាអីទេផ្ការាយទេដឹងតែផ្ការាយដូចមិនអញ្ចឹងទេបងប្អូនប៉ុន្តែមើលទៅគឺស្អាតតែម្ដងយើងមានផ្កាឈូកផ្កាអីអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចានៅលើផ្ទះនៅខាងមុខនឹងឯងគឺរៀបចំចាមានទៀនមានធុកមានផ្កាមានអីចឹងទៅចាchị chưa này lại bán chua vào này nó xin rắc đi vừa xin rắc này thêm bột mày ôn hay để cả chục bị đau cả chục mày tìm mong mày nó tìm mong mày dây dây bày cái em ta không à tìm mà tìm mong mày ឥឡូវនេះមកកលេចមើលការរៀបចំផ្លែឈើវិញម្ដងផ្លែឈើឆ្នាំនេះក៏មានច្រើនមុខដែរបងប្អូនទាំងអស់គ្នាហើយយូរនឹងដៃនេះខ្ញុំនេះគឺជាផ្លែមៀនធម្មជាតិតែម្ដងហើយងាកមកធ្វើកាយវិការនេះឲ្យក្មួយមើលថាថតមិនដឹងច្បាស់អត់ក្មួយចាដាច់ក្បាលមីងអត់អីចឹងណាព្រោះអីក្មួយអត់សូវចេះថតទេដោយសារក្មួយនេះខ្ញុំទូចបងប្អូនបានឃើញអញ្ចឹងការថតវីដេអូមួយរយៈក្រោយដែលនេះខ្ញុំមកផ្ទះនេះគឺសិតសឹងតែជាក្មួយស្រីដែលនេះខ្ញុំបរៀនគាត់ឲ្យថតអញ្ចឹងណាចាបងប្អូនចារៀបផ្លែមៀននៅរួចរាល់ហើយងាកមកញញឹមដាក់កាមេរ៉ាមួយតោះឥឡូវនេះយើងមកមើលបន្តថាផ្លែឈើអីគេដែលយើងត្រូវរៀបបន្តទៀតអូមានផ្លែប៉ោមរួមជាមួយនឹងផ្លែក្រូចចាបងប្អូននិយាយទៅយើងមានប៉ោមមានក្រូចមានត្រពាំងបាយជូរខៀវមានត្រពាំងបាយជូរពណ៌ស្វាយចាហើយមានផ្លែស្វាយមានម្នាស់មានចេកមានអីច្រើនមុខទៀតបងប្អូនឥឡូវរៀបក៏ភ្លក់មួយតែម្ដងទៅកុំឲ្យថាអត់បានភ្លក់ចាអួយផ្អែមឆ្ងាញ់ត្រជាក់ចិត្តតែម្ដងបងប្អូនសាច់ណែនកបឹសតែម្ដងនេះគឺជាសកម្មភាពបន្ទាប់ដែលនាងខ្ញុំបានបិទវាគឺចាសួស្ដីឆ្នាំថ្មីនឹងឯងការងារនេះបើសិនជាបងអូនស្រីពៅនាងខ្ញុំបាននៅបងប្អូនប្រហែលជានាងខ្ញុំមិនបានធ្វើទេពួកនាងខ្ញុំអត់ចូលចិត្តខាងចឹងទេតែដោយសារអត់ស្រីពៅអត់មានណាចំនួនចឹងនាងខ្ញុំចេះទៅឲ្យបងប្អូនផ្លាក់ផ្លុងហើយនិយាយមែនណាចាគឺតកតងទៅនឹងការរៀបចំអីចេះគឺអត់ចូលចិត្តទេតែបើធ្វើបាយធ្វើម្ហូបអីហ្នឹងគឺនាងខ្ញុំជំនាញអញ្ចឹងណាអញ្ចឹងមិនថាមនុស្សយើងជំនាញកញ្ចប់ហ្នឹងគឺវាផ្សេងគ្នាចឹងទៅចាហ្នឹងគឺយើងបិទទៅបងប្អូនផ្លិចថតជូនបងប្អូនកន្លែងរៀបចំជាមួយភ្លើងពណ៌ដែរចាគឺយើងដាក់ភ្លើងពណ៌ឲ្យភ្លឺឲ្យឃើញស្អាតចឹងណាបងប្អូនទាំងអស់គ្នាចាបងប្អូននេះគឺជាសកម្មភាពនៃការរៀបចំទទួលទេវតាឆ្នាំថ្មីជាមួយអ្នកម្ដាយចាអញ្ចឹងសកម្មភាពទាំងអស់នេះគឺមានតែប៉ុណ្្នឹងឯងចាអរគុណមែនទែនសម្រាប់ការទស្សនាហើយកំពុងបញ្ចូលសម្លេងនេះចាគឺថាសំលេងបាសតហឹងអើងកងទាំងបងប្អូនខាងលិចខាងជើងត្បូងនេះគឺថាលឺបាសសบายជុំគ្នាផឹកស៊ីលន់តែម្ដងបងប្អូនអញ្ចឹងសំលេងរៀងអ៊ូអបន្តិចហើយនឹងបងប្អូនលឺចូលអត់ទេណាសំលេងបាសអញ្ចឹងណាអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនសម្រាប់ការទស្សនានៅវីដេអូមួយនេះជូនពរពុកម៉ែបងប្អូនឱកាសឆ្នាំថ្មីសូមឲ្យសុខសប្បាយទាំងអស់គ្នាណា